name is Chai Pisai. My name is Chana Darawatai. My name is Lee Mai Chiu. My name is TV. My name is Him Punlu. My name is Ngom Sawanarot. My name is Ung King Hai. So in this video, we're gonna demonstrate and talk about two temples, such as Bayon Temple. ដោយតែយើងបានដឹងប្រាសាទបាយ័នស្ថិតនៅចំកណ្ដាលអង្គរធំតែជារាជធានីដ៏អស្ចារ្យនៃអាណាចក្រខ្មែរវាត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12ក្រោយអាណាចក្រខ្មែរយកឈ្នះលើចាមនៅពេលដែលយើងចូលទៅក្នុងប្រាសាទយើងនឹងមានអារម្មណ៍ដឹងថាមានភាពរឹងមាំនិងអំណាចម្យ៉ាងទៀតវាមានជញ្ជាំងធំៗនិងគូទឹកព័ទ្ធជុំវិញហើយមានព្រះមុខញញឹមនៅចំកណ្ដាលកំពូលប្រាសាទបើយើងសង្កេតមើលលើការរស់នៅប្រាសាទបាយ័នបានបង្ហាញពីការដឹកនាំការគ្រប់គ្រងនិងទំនួលខុសត្រូវវាត្រូវបានរចនាឡើងដូចជានិមិត្តរូបនៃចក្រវាឡក្នុងជំនឿសាសនាហិណ្ឌូនិងពុទ្ធសាសនាយោងទៅតាម Gender Perspective ប្រាសាទបាយ័នតំណាងឲ្យថាមពលបុរសនៅលើជញ្ជាំងយើងឃើញមានចម្លាក់ទាហានសង្គ្រាមក្បួនទ័ពនិងការប្រយុទ្ធបុរសត្រូវបានបង្ហាញថាជាអ្នកការពារប្រទេសនិងដឹកនាំសង្គមនៅលើជញ្ជាំងក៏មានរូបអប្សរាជាច្រើនផងដែរដែលតំណាងឲ្យភាពទន់ភ្លន់សម្រស់និងវប្បធម៌ខ្មែរអ្វីដែលគួរចាប់អារម្មណ៍ខ្លាំងនោះគឺនៅលើជញ្ជាំងប្រាសាទមិនមែនត្រឹមតែបង្ហាញអំពីសង្គ្រាមប៉ុណ្ណោះទេគឺបង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរដូចជាអ្នកលក់ដូរអ្នកនេសាទក្មេងលេងអ្នកចម្អិនម្ហូបជាដើមនេះបង្ហាញថាចម្លាក់ខ្មែរមិនមែនផ្ដោតតែលើសង្គ្រាមប៉ុណ្ណោះទេគឺឲ្យតម្លៃដល់ជីវិតមនុស្សរស់នៅផងដែរនៅលើជញ្ជាំងប្រាសាទក៏មានជនជាតិផ្សេងដូចជាចិននិងចាមដែលបង្ហាញថាទីក្រុងអង្គរធំជាទីក្រុងចម្រុះនៃវប្បធម៌មិនត្រឹមតែប៉ុណ្ណោះនៅលើជញ្ជាំងក៏បានបង្ហាញពីការចូលរួមរវាងសាសនាហិណ្ឌូនិងសាសនាព្រះពុទ្ធសោកបញ្ជាក់ឲ្យយើងឃើញថាខ្មែរបុរាណមានជំនឿផ្សេងៗគ្នាឥឡូវយើងមកស្ដាប់ការបកស្រាយខ្លះទូនេះចៅទូនេះឥឡូវនេះបងកកម៉ាហើយចងនេះយើងចងគេហៅថានេះឡោននេះយើងចងស្អីគេប៉ងនេះណានេះទាហានខ្មែរយើងសម្រាប់ចាមអស់នេះឈុតឆាកសម្រាប់ដៃមើលហើយ1181ឈុតឆាកសង្គ្រាមចុងក្រោយនេះគឺកើតឡើងនៅបកាបន្តិចទៀតយើងដល់បកាណាយើងកើតឡើងនៅបកាឥឡូវយើងក៏លេចមើលប្រាសាទព្រះខ័នវិញដែលជាប្រាសាទដ៏សំខាន់មួយនៃអាណាចក្រខ្មែរផងដែរព្រះខ័នមានន័យថាដែលស័ក្តិសិទ្ធិវាត្រូវបានសាងសង់ដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ទ្រង់បើប្រៀបធៀបនឹងប្រាសាទបាយ័នព្រះខ័នបរិយាកាសស្ងប់ស្ងាត់និងមានអារម្មណ៍ថាជ្រាលជ្រៅជាងវាមិនត្រឹមតែជាប្រាសាទសាសនានោះទេប៉ុន្តែជាមជ្ឈមណ្ឌលអប់រំនិងវិញ្ញាណផងដែរតាមទស្សនៈជីវិតព្រះខ័នតំណាងឲ្យប្រាជ្ញាការចងចាំនិងមនុស្សធម៌សប្តាហ៍ថ្ងៃធម្មជាតិនិងឫសឈើដុះចូលទៅក្នុងប្រាសាទបង្កើតអារម្មណ៍ថាប្រវត្តិសាស្ត្រនិងធម្មជាតិកំពុងរស់នៅជាមួយគ្នានៅលើជញ្ជាំងប្រាសាទយើងអាចឃើញចម្លាក់ដែលមានភាពលម្អិតនិងទន់ភ្លន់មានរូបគ្រុឌដែលមានកន្លះជាមនុស្សនិងកន្លះជាបក្សីតំណាងឲ្យអំណាចនិងការការពារនិងជានិមិត្តរូបសំខាន់នៅក្នុងសាសនាហិណ្ឌូក្រៅពីនេះក៏មានចម្លាក់អប្សរាទេវតាផ្កានិងលំនាំរចនាបុរាណដែលបង្ហាញពីសិល្បៈនិងភាពច្នៃប្រឌិតនៅក្នុងជំនឿសាសនាហិណ្ឌូឡើងព្រះវិស្ណុតំណាងឲ្យថាមពលបុរសនិងការបង្កើតចំណែកឯយោនីតំណាងឲ្យថាមពលស្ត្រីនិងមេដាធម្មជាតិចម្លាក់នៅព្រះខ័នមិនផ្ដោតទៅលើសង្គ្រាមខ្លាំងដូចនៅប្រាសាទបាយ័នទេប៉ុន្តែផ្ដោតលើវិញ្ញាណសាសនានិងភាពស្ងប់ស្ងាត់នៃជីវិតមួយវិញទៀតព្រះខ័នបង្ហាញអំពីការលាយបញ្ចូលគ្នារវាងពុទ្ធសាសនានិងសាសនាហិណ្ឌូនេះជាការបកស្រាយខ្លះៗរបស់គ្រូ Wars Food of Blood មហានាំគ្នាហៅតំបន់នេះពេលសម័យកាលនោះហៅថា The Lake of Blood ឥឡូវការបកស្រាយរបស់ក្រុមទី4ក៏ត្រូវបានបញ្ចប់ខ្ញុំនិងម្ដុំក្រុមពិតជាមានសេចក្តីរីករាយជាខ្លាំងក្នុងដំណើរទស្សនកិច្ចមួយនេះដំណើរទស្សនកិច្ចមួយនេះបានបង្កើននូវចំណេះដឹងក៏ធ្វើឲ្យពួកខ្ញុំយល់ដឹងកាន់តែច្បាស់អំពីប្រាសាទបាយ័ននិងប្រាសាទព្រះខ័នដែលមានទីតាំងនៅខេត្តសៀមរាបរបស់កម្ពុជាយើងក្រោយព្រះបាទជ័យវរ្ម័នទី7សកលប្រាសាទនេះក៏បានធ្វើការរុះរើយករូបសំណាករបស់ព្រះពុទ្ធចេញពីប្រាសាទហើយជំនួសដោយរូបតាបកនៅក្នុងព្រាហ្មណ៍សាសនាជំនួសវិញ
សរុបមកប្រាសាទព្រះខ័ននេះគឺបង្ហាញឲ្យយើងដឹងថាក្រោយសម័យព្រះបាទជ័យវរ្ម័នទី7ខ្មែរក៏ត្រឡប់មកកាន់សាសនាព្រាហ្មណ៍វិញ vô này cái đường giấy hai bữa hai từ này cái lúc đăng tên của bù xa đây nhưng mà please get go thon ấy thon tên đừng đăng tên trong thon ấy thon tên mình đang là mỏng bay cả lát chuông đừng bỏ mình ថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អប្រាជ្ញាឆ្លៀវវៃនិងសេចក្តីសុខសាន្ត